តើនរណានៅពីក្រោយការប្រកាសឯករាជ្យរបស់រដ្ឋការ៉ែនឬក៏រដ្ឋខាធូលេកូនប្រុសរបស់អតីតបុរសខ្លាំងនៃប្រធានសហភាពជាតិការ៉ែនគឺលោកឧត្តមសេនីយ៍នឺដាមីយ៉ាបានប្រកាសឯករាជ្យដោយផ្ដាច់ខ្លួនចេញពីរបបយោធាមីយ៉ាន់ម៉ាហើយបង្កើតរដ្ឋថ្មីដែលមានឈ្មោះថាសាធារណរដ្ឋខាធូលេហើយក៏បានប្រកាសផងដែរថាខ្លួនគាត់នឹងធ្វើជាប្រធានាធិបតីថ្មីរួមទាំងប្រកាសបង្កើតរដ្ឋាភិបាលថ្មីការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនិងសមាជិកគណៈរដ្ឋមន្ត្រីថ្មីទន្ទឹមនឹងការប្រកាសឯករាជ្យដ៏ឡារឹកនេះទំនងជាមាននរណានៅពីក្រោយហើយនៅក្នុងសេចក្តីប្រកាសពីការបង្កើតរដ្ឋថ្មីដោយផ្ដាច់ខ្លួនចេញពីមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍នឺដាមីយ៉ាបាននិយាយជាសាធារណៈថាសាធារណរដ្ឋខាធូលេគឺជាទឹកដីដូនតារបស់ប្រជាជនការ៉ែនហើយលើសពីនេះថែមទៀតលោកក៏បានលើកឡើងពីអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការផ្លាស់ប្ដូរនេះផងដែរមិនត្រឹមតែប៉ុណ្ណោះលោកក៏បានអះអាងថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានដួលរលំហើយប្រជាជនការ៉ែនកំពុងបង្កើតរដ្ឋឯករាជ្យនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋាភិបាលថ្មីនេះបង្ហាញថាប្រកាសនេះគឺចាំបាច់ណាស់ដោយសារតែប្រជាជនការ៉ែនប្រឈមមុខនឹងការគៀបសង្កត់ការរើសអើងនិងយុទ្ធនាការអូសបន្លាយនៃអំពើហិង្សាអស់រយៈពេល77ឆ្នាំដោយចាប់ផ្ដើមតាំងពីឆ្នាំ1949ហើយលោកក៏បានបញ្ជាក់បន្ថែមទៀតផងដែរថាប្រជាជនការ៉ែននឹងមិនទទួលយកការគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ាទៀតទេហើយនឹងធ្វើការឈ្មោះទៅរកការបង្កើតរដ្ឋធម្មនុញ្ញរដ្ឋាភិបាលថ្មីនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រមជនជាតិភាគតិចនិងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យជាពិសេសប្រទេសថៃតែម្ដងហើយលោកក៏បាននិយាយផងដែរថាមានមនុស្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនចង់ចូលរួមនៅក្នុងការបោះឆ្នោតនាពេលនេះទេពួកគេចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដហើយអស្ថិរភាពនឹងបន្តកើតមានប្រសិនបើការគ្រប់គ្រងបែបផ្ដាច់ការនៅតែបន្តគឺជំរាបផងដែរថានៅក្នុងពិធីនៃការប្រកាសរដ្ឋឯករាជ្យថ្មីនេះមានមនុស្សចូលរួមជាង400នាក់រួមមានទាំងជនស៊ីវិលនិងមេដឹកនាំយោធានិងកងទ័ពការ៉ែនបើយើងក្រឡេកទៅមើលអំពីការប្រកាសឯករាជ្យនៅក្នុងការបង្កើតរដ្ឋថ្មីនេះមានអ្នកវិភាគជាច្រើនយល់ថាការប្រកាសនេះទំនងជាមានការលូកដៃពីប្រទេសសៀមពីព្រោះថាការ៉ែនមានទីតាំងជាប់ព្រំប្រទល់ជាមួយនឹងប្រទេសសៀមហើយបើពឹងផ្អែកតែលើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែនទំនងជាមិនអាចធ្វើរឿងដ៏ធំសម្បើមនេះបានឡើយការសន្និដ្ឋានបែបនេះគឺដោយសារតែភាគច្រើននៃអ្នកដែលគាត់វិភាគគាត់ចាប់អារម្មណ៍នៅក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំការ៉ែនដោយគាត់បានបញ្ជាក់ថាបន្ទាប់ពីប្រកាសឯករាជ្យប្រជាជាតិថ្មីមួយនេះហើយប្រទេសរបស់គាត់នឹងត្រូវងាកទៅរកសៀមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែច្រើនពីព្រោះការ៉ែនចាត់ទុកសៀមជាបងប្អូនដូច្នេះសៀមនឹងយល់ពីស្ថានភាពដ៏ស្មុគស្មាញមួយនេះប្រសិនបើប្រទេសសៀមពិតជានៅពីក្រោយការប្រកាសឯករាជ្យរបស់រដ្ឋការ៉ែនមែននោះថាតើវានឹងមានរឿងអ្វីកើតឡើងសម្រាប់យោធាមីយ៉ាន់ម៉ាពិតណាស់បើសិនជាមានរឿងបែបនេះមែនភាពតានតឹងជាមួយរបបយោធាមីយ៉ាន់ម៉ានឹងក៏ក្រើកាន់តែខ្លាំងហើយការប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនសៀមនឹងកាន់តែរីកធំឡើងខ្លាំងជាងមុនជាពិសេសអស្ថិរភាពនៅក្នុងតំបន់នឹងកើតឡើងហើយរលកថ្មីនៃជនភៀសខ្លួនក៏នឹងមានកាន់តែច្រើនផងដែរនោះសៀមនិងរបបសឹកមីយ៉ាន់ម៉ាអាចនឹងមើលមុខគ្នាមិនចំហើយងាកនឹងរអិលធ្លាក់ជើងចូលទៅក្នុងភ្លើងសង្គ្រាមរវាងរដ្ឋនិងរដ្ឋជាមិនខានគួរជម្រាបផងដែរថាខាធូលេនេះមិនមែនជាពាក្យថ្មីដែលទើបតែបង្កើតដោយរដ្ឋាភិបាលនេះនោះទេពាក្យថាខាធូលេនេះគឺត្រូវបានប្រើប្រាស់ដោយសហភាពមីយ៉ាន់ម៉ានៅក្នុងពង្រៀងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ1948មកម្លេះដែលឈ្មោះនេះត្រូវបានបង្កើតឡើងសម្រាប់តំបន់ស្វយ័តរបស់ប្រជាជនការ៉ែនជុំវិញបញ្ហានៃការប្រកាសរដ្ឋឯករាជ្យនេះយើងនៅតែមិនទាន់ច្បាស់ទេថាតើខាធូលេអាចត្រូវបានចាត់ទុកថាជារដ្ឋអធិបតេយ្យភាពថ្មីនៃក្រមច្បាប់អន្តរជាតិដែរឬទេពីព្រោះបើយើងក៏លេចមើលអំពីអនុសញ្ញាដែលមានឈ្មោះថា Montevideo និយាយអំពីសិទ្ធិនិងកាតព្វកិច្ចរបស់រដ្ឋមួយដើម្បីអាចក្លាយជារដ្ឋឯករាជ្យគឺគេតម្រូវឲ្យមាន4លក្ខខណ្ឌដែលលក្ខខណ្ឌទាំង4នោះមានដូចជាទី1ត្រូវមានប្រជាជនជាអចិន្ត្រៃយ៍ទី2ត្រូវកំណត់ទឹកដីឲ្យបានច្បាស់លាស់ទី3គឺត្រូវមានរដ្ឋាភិបាលហើយនិងទី4ត្រូវមានសមត្ថភាពនៅក្នុងការចូលរួមធ្វើការទំនាក់ទំនងជាមួយនឹងបណ្ដារដ្ឋដទៃផ្សេងទៀតអនុសញ្ញានេះបានចែងយ៉ាងច្បាស់បើសិនជាមិនមានលក្ខខណ្ឌទាំងអស់នេះនោះទេគឺមិនអាចទទួលស្គាល់ជារដ្ឋផ្លូវការបានទេពីព្រោះបើសិនជារដ្ឋដទៃទទួលស្គាល់មិនអាចយកជាផ្លូវការបានឡើយ
ជំវិញការប្រកាសរដ្ឋឯករាជ្យនេះធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាសហគមន៍អន្តរជាតិប៉ុន្តែបើយើងនិយាយអំពីប្រទេសដែលចាប់អារម្មណ៍ខ្លាំងជាងគេបំផុតគឺប្រទេសសៀមដោយសារតែសៀមគឺជាប្រទេសភូមិផងរបងជាមួយជាប់ជាមួយនឹងសាធារណរដ្ឋខាទូលេនេះសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត